ចាជំរាបសួរក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបត្រួតពិនិត្យភាពត្រឹមត្រូវ reliability របស់ទិន្នន័យរបស់យើងមុននឹងយើងចាប់ផ្ដើមធ្វើការវិភាគអញ្ចឹងរឿងទី1ដែលយើងត្រូវធ្វើគឺមើល reliability អញ្ចឹងខ្ញុំបើកឯកសារដែលខ្ញុំបានបញ្ចូលទិន្នន័យរួចចេញពីការស្រាវជ្រាវរបស់ខ្ញុំអញ្ចឹងយើងបើកមកគឺយើងរកទីតាំងដែលយើងបានទុកឯកសារហ្នឹងហើយយើងបើកឯកសារមកចឹងឯកសាររបស់ខ្ញុំបានបញ្ចូលទិន្នន័យ clean អីឲ្យអស់លីងហើយចឹងវិធីរក reliability ដំបូងគឺយើងចុច analyze បន្ទាប់ពីយើងរក analyze បានហើយយើងរកពាក្យថា scale ហើយយើងជួបពាក្យ reliability នៅពេលដែលយើងនិយាយអំពីការត្រួតពិនិត្យគុណភាពនៃឧបករណ៍វាស់គឺយើងសំដៅលើការ check នៅសញ្ញាករមួយថាតើនៅពេលដែលអ្នកឆ្លើយយើងហ្នឹងគាត់យល់ឃើញប្រហែលគ្នាកម្រិតណាចឹងឧទាហរណ៍នេះក្នុងសូចនាកររួមតែមួយ SEI 1រហូតដល់6ចឹងយើងទាញសូចនាករនឹងចូលទៅហើយបន្តមកទៀតហ្នឹងហើយយើងយក tick យក scale if item delete ព្រោះករណីបើ reliability វាទាបពេកហើយយើងអាច delete item ណាខ្លះចោលទៅវាធ្វើឲ្យ reliability កើនឡើងយើងត្រូវមើលហ្នឹងដែរចាហើយបើយើងយកមើលទៀតយើងអាចមើល correlation អីបានដែរប៉ុន្តែដោយសារកន្លែងនេះយើងផ្ដោតលើ reliability វាគឺ Cronbach alpha ចាដូចជាមានតែប៉ុណ្្នឹងទេឃើញនេះយើងមើល alpha តាយើងមើលតែ alpha អញ្ចឹងអូខេមកអញ្ចឹងតន័យចេញមកហើយអញ្ចឹងក្នុងសំណាក់226នាក់ចាក្នុងសំណាក់226នាក់សូចនាករមួយហ្នឹងមាន6ក្នុងសូចនាករនេះ reliability វា 0.92 អញ្ចឹងជា reliability ខ្ពស់ហើយអញ្ចឹងយើងអាចយកសូចនាករទាំងអស់ទុកនៅក្នុងការស្រាវជ្រាវហើយសម្រាប់វិភាគបានហើយមិនចាំបាច់លុបទេទោះបីលុបក៏ item ទាំងអស់ហ្នឹងវាមិនបានកើនដល់ 0.92 ដែរអញ្ចឹងមិនលុបទេទុកអញ្ចឹងទៅអញ្ចឹង reliability មានសម្រាប់សូចនាករប៉ុណ្ណឹងអញ្ចឹងយើងអាចបន្តតេស្តទៀតរហូតដល់គ្រប់សូចនាករព្រោះយើងត្រូវការយកហ្នឹងទៅ report នៅក្នុងវិធីសាស្ត្រស្រាវជ្រាវព្រោះកន្លែងត្រួតពិនិត្យឧបករណ៍វាស់ចាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងជួបគ្នាក្នុងវីដេអូក្រោយអរគុណ